សួស្តីបងប្អូនអស់គ្នាបាទថ្ងៃនេះខ្ញុំមកចែកព័ត៌មានថ្មីមួយដែលខ្ញុំរាប់ថាវាជាព័ត៌មានអឺ new technology ហើយជាព័ត៌មានល្អសម្រាប់ការងារវិស័យអចលនទ្រព្យដែលខ្ញុំទុំបានមើលព័ត៌មានថ្មីហ្នឹងនេះខ្ញុំអត់ដឹងថាព័ត៌មាននឹងផ្សាយចេញថ្ងៃណាតែខ្ញុំទុំបានព័ត៌មានហ្នឹងហើយខ្ញុំឆែកមើលបន្ថែមទៅវាពិតជាអញ្ចឹងមែនព័ត៌មាននោះគឺខាងក្រសួងដែនដីបានដាក់ដំណើរការប្រតិបត្តិការ QR code verify ជាមួយនឹងនៅលើប្លង់ដែលមានលក្ខណៈពិសេសដែលវាភ្ជាប់ជាមួយនឹងប្រព័ន្ធ blockchain បាទព័ត៌មានមួយនេះគឺសម្រាប់ខ្ញុំដែលអ្នកធ្លាប់ធ្វើការគ្នាក្នុងវិស័យអចលនទ្រព្យខ្ញុំរាប់ថាជាព័ត៌មានដែលល្អដែលរដ្ឋាភិបាលគួរតែធ្វើបំផុតឥឡូវគាត់បានធ្វើហើយកំពុងតែអភិវឌ្ឍបន្តទៅទៀតទៅកាន់ការ transfer ហើយនឹងការផ្ទេរហើយនឹងភ្ជាប់ជាមួយនឹងការទូទាត់លុយតាមរយៈប្រព័ន្ធ blockchain ដូចគ្នាខ្ញុំឃើញព័ត៌មានកំពុងអភិវឌ្ឍប៉ុន្តែបច្ចុប្បន្នបានដាក់ដំណើរការតាក់ទងជាមួយនឹងការ verify QR code ដែលលក្ខណៈ blockchain ទៅលើឯកសារដើម្បីបញ្ជាក់ភាពពិតរបស់ឯកសារបាទចំណុចហ្នឹងគឺសម្រាប់ខ្ញុំគឺល្អមែនតើខ្ញុំល្អមែនតើព្រោះខ្ញុំធ្លាប់ធ្វើការងារអចលនទ្រព្យពួកខ្ញុំដឹងពីគុណវិបត្តិនៃឯកសារប្លង់នៅប្រទេសយើងពីមុនមកអញ្ចឹងណាថាវាមានលក្ខណៈពិបាកបែបណាក្នុងការមើលក្នុងការឆែកបាទហើយក្នុងការផ្ទេរបន្ទូឈ្មោះហ្នឹងក៏មានការលក្ខណៈពិបាកហើយនឹងបាទមានរឿងជាច្រើនទៀតដែលខ្ញុំមិននិយាយឲ្យដោយសារតែពិសេសទៅដោយសារខ្ញុំមកក្រោយនេះខ្ញុំបានធ្វើការសិក្សាច្រើនទាក់ទងជាមួយនឹងប្រព័ន្ធ blockchain ហើយក៏ខ្ញុំមានកូនចិត្តក្នុងចិត្តតែអត់ដែរហ៊ាននិយាយទេរឿងហ្នឹងដោយសារវាតាក់ទងជាមួយនឹងប្រព័ន្ធ crypto ព្រោះ blockchain គឺជាដំណើរការរបស់ប្រព័ន្ធ crypto ដែរបាទអញ្ចឹងខ្ញុំឃើញថាប្រព័ន្ធមួយនេះគឺការគ្រប់គ្រងផ្នែកខាងវិភាគគេហៅថាភាពពិតរបស់ទ្របនោះវាច្បាស់វាអត់មាននរណាខ្លែងបន្លំលើ blockchain បានទេព្រោះវាត្រូវបានយ៉ាងនេះថា blockchain វាបាន verify មួយខន្តាកុដអញ្ចឹងណាអញ្ចឹងថារបស់នឹង owner ជាអ្នកណាគឺអ្នកហ្នឹងហើយវាអត់អាចមានបង្កើតជាទី2បានណាវាក៏អាច fake បាននិយាយទូរស័ព្ទវាមិនអាច fake បានហ្មងទៅលើក្នុងប្រព័ន្ធ blockchain អញ្ចឹងណាដោយសារតើតើមួយប្រព័ន្ធ technology មួយហ្នឹងគឺ advanced technology ហើយអត់អាចងាយអ្នកណាកែទេហើយខ្ញុំឃើញរដ្ឋាភិបាលបានដាក់អាហ្នឹងមកខ្ញុំទួយខ្ញុំឥឡូវខ្ញុំអត់បានចូលក្នុងវិស័យហ្នឹងធ្វើបានពេញដៃពេញជើងមុនតែក៏ខ្ញុំសប្បាយចិត្តដែរថានេះជាជំហានមួយដែលយើងកំពុងទៅរកផ្លូវមួយដែលល្អបំផុតហើយដែលត្រឹមត្រូវហើយល្អបំផុតបាទទៅលើប្រព័ន្ធមួយហ្នឹងប្រព័ន្ធមួយហ្នឹងវាចំណេញខ្លាំងណាស់ទី1វាបានបញ្ជាក់ថាប្លង់ដែលបងប្អូនកាន់នឹងដៃម្ចាស់ជាម្ចាស់កម្មសិទ្ធិហ្នឹងដែលមានប្លង់ដែលមាន verify អញ្ចឹងដែលក្នុង blockchain ហ្នឹងបងប្អូន 100% គឺជាម្ចាស់កម្មសិទ្ធិអត់មាននរណាខ្លែងបានទេក្នុងប្រព័ន្ធមួយហ្នឹងណាហើយទី2ទៅលើនៅពេលដែលបងប្អូនទិញអចលនទ្រព្យក៏ងាយស្រួលមើលហើយ verify ដែរច្បាស់ 100% ហ្មងអត់មានហាយទៀតទេអត់មាន 70% 80% ចាំបាច់ឆ្កែណាគ្រាន់ scan ចូលក្នុង blockchain គឺបញ្ជាក់ហ្មងច្បាស់ 100% ថាអាហ្នឹងគឺពិតប្រាកដហ្មងវាទំនើបចំណុចហ្នឹងហើយនៅពេលបើសិនជារដ្ឋាភិបាលខាងក្រសួងដែនដីហើយនឹងក្រសួងធនាគារជាតិបើធ្វើការអភិវឌ្ឍទៅដល់ការ transfer ហើយនឹងការចុះបញ្ជីប្រព័ន្ធនឹងទាំងស្រុងទៅលើ blockchain នេះវារឹតតែអស្ចារ្យមិនព្រោះទី1នៅគេការផ្ទេរផ្ទូម្ចាស់កម្មសិទ្ធិលឿនរហ័សហើយច្បាស់មានន័យថា verify ច្បាស់អញ្ចឹងប្រព័ន្ធវាធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុយើងការទិញលក់អចលនទ្រព្យក្នុងប្រទេសយើងវាដើរងាយស្រួលលឿនវាអត់ដូចឥឡូវហ្នឹងថាឥឡូវថាដូចពីមុនចាដូចពីមុនមិននៅពេលដែលបងប្អូនទិញអចលនទ្រព្យ 1A ចាដើម្បីទិញបានបងប្អូនត្រូវធ្វើការកិច្ចសន្យាចុះទិញហើយត្រូវការរងចាំរយៈនីតិវិធីកាត់ឈ្មោះមួយខែទៅមួយខែកន្លះទៅ2ខែថាមួយខែទៅ2ខែអត់បានអញ្ចឹងវាខាតពេលវេលាដំណើរការរងចាំហើយឯកសារវាស្មុគស្មាញណាព្រោះឯកសារបែបប្រពៃនេះវាស្មុគស្មាញច្រើនវាអត់មានអីមួយ verify លឿនណាដល់ពេលបើសិនប្រើប្រព័ន្ធ blockchain បានពេញលេញតិចបើដំណើរការប្រព័ន្ធហ្នឹងហ្មងវាមានថា 4-5 នាទីហើយប៉ុន្តែខ្ញុំគិតថាវាមិនអាចយកទៅប្រព័ន្ធហ្នឹងអនុវត្តភ្លាមទៅលឿនដល់ហ្នឹងទេគឺថាឲ្យតែបាន3ថ្ងៃចុះក្រោមខ្ញុំគិតថាមហាសែនលឿនហើយល្អបំផុតបាទអញ្ចឹងធ្វើឲ្យអចលនទ្រព្យយើងក៏រីកចម្រើនការទិញដូរល្អវាសុវត្ថិភាពហើយប្រព័ន្ធហិរញ្ញវត្ថុធនាគារយើងក៏ដើរល្អដែរយល់ទេហើយរដ្ឋាភិបាលក៏យកពន្ធស្រួលដែរ
នៅពេលដែលប្រទេសផ្ទុះតាមរយៈ blockchain អាសេវារដ្ឋបាលមួយចំនួនត្រូវបានកាត់ចោលវាសល់តែពន្ធរដ្ឋឯងយល់ទេសេវាមួយចំនួនរដ្ឋអាចចុះតម្លៃបានព្រោះវាអត់ត្រូវការចំណាយអីទេព្រោះប្រព័ន្ធ blockchain វាមានទិន្នន័យស្រាប់ហើយដើម្បីទាញចូលមកម្ចាស់ណាអញ្ចឹងគាត់និយាយចូលទៅវាទាញមកអស់ហ្មងអញ្ចឹងរដ្ឋាភិបាលអាចកាត់ចំណាយច្រើនមិនបាច់ចាំប្រើមនុស្សច្រើនហើយការប្រើតែប្រព័ន្ធ database ធំមួយ server ធំមួយដើម្បីរត់run វាទៅអញ្ចឹងរដ្ឋាភិបាលយកតពន្ធមកបានណាអញ្ចឹងការដោះដូរលឿនពន្ធលឿនអញ្ចឹងវិស័យអចលនទ្រព្យយើងថ្ងៃអនាគតអាចរីកចម្រើនបើសិនតែធ្វើលឿនហើយប្រព័ន្ធហិរញ្ញវត្ថុយើងហៅតែលុះស្រួលទៀតបាទអញ្ចឹងចំណុចហ្នឹងខ្ញុំសប្បាយចិត្តខ្ញុំលើកហើយខ្ញុំសប្បាយចិត្តមែនតើដែលនេះវាជាដំណឹងមួយដ៏ល្អហើយក៏ជាជំរើសមួយដែលល្អដែរដែលយើងអាចចាប់ផ្ដើមធ្វើបានវាអែមហើយចំណុចពិសេសមួយដែលអស្ចារ្យនោះវាតកតងជាមួយនឹងគេហៅថាប្រព័ន្ធ blockchain វាភ្ជាប់ជាមួយប្រព័ន្ធមួយគេហៅថា smart contract គេហៅថាកិច្ចសន្យាឆ្លាតវៃប្រព័ន្ធមួយហ្នឹងហើយវាជួយឲ្យការទិញដូរអចលនទ្រព្យនោះវាមានភាពច្បាស់លាស់អត់មានអាណាបោកណាទេបើសិនជាដាក់ប្រព័ន្ធ smart contract នៅក្នុង blockchain ហ្នឹងទៀតនៅពេលដែលបងប្អូនយើងទៅទិញអចលនទ្រព្យថាទិញផ្ទះទិញដីវាច្បាស់តែបានផ្ទះបានដីវាអត់បានប្លង់ខ្យល់ទៀតទេហើយបានប្លង់គឺពិតជាម្ចាស់កម្មសិទ្ធិហើយលឿនច្បាស់លាស់ហើយតាណាបោកយើងក៏បាននៅក្នុងប្រព័ន្ធ smart contract បើសិនជារដ្ឋាភិបាលព្យាយាមកែតម្រូវវាស្រួលទៅគឺ clear ដាច់ហ្មងមិនសង្ឃថាការទិញលក់អចលនទ្រព្យបើធ្វើឲ្យវាដាច់មែនតើវាសង្ឃថាវាអត់មានចំនួនចូលដល់ប្រព័ន្ធតុលាការទេវាកាត់បន្ថយបញ្ហាជាច្រើនអញ្ញាក្នុងសង្គមក្នុងប្រព័ន្ធហិរញ្ញវត្ថុហើយនឹងប្រព័ន្ធចលនាទ្រព្យនេះបានច្រើនមែនតើបើសិនជាធ្វើវាបានត្រឹមត្រូវហើយនឹងល្អប្រព័ន្ធមួយហ្នឹងខ្ញុំជឿអញ្ចឹងហ្មងព្រោះបច្ចុប្បន្នយើងមានឧទាហរណ៍ហើយស្រាប់ទៅលើប្រព័ន្ធ system របស់ crypto ទៅលើ smart contract របស់ crypto ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ crypto គឺដំណើរការលឿនរហ័សហើយច្បាស់លាស់ទៀតយើងកុំគិតអាតទៅមួយការប្រព័ន្ធគេ scam គេអីហ្នឹងយើងជាផ្នែកមួយទេប៉ុន្តែខ្ញុំចង់និយាយថាផ្នែកដែលយើងល្អសម្រាប់យើងប្រើប្រាស់ទៅកាន់ប្រជាជនទៅកាន់យើងគ្រប់គ្នានោះគឺដំណោះស្រាយវាពិតជាលឿនរហ័សច្បាស់លាស់ 100% ហ្មងអញ្ចឹងវាជួយដល់ប្រព័ន្ធប្រទេសយើងឲ្យរីកចម្រើនតន់បើយើងធ្វើលឿនតន់គេហើយលើគេទៀតព្រោះក្នុងបោះអាស៊ីនេះអ្នកដែលប្រើប្រាស់ប្រព័ន្ធហ្នឹងវានៅមានកម្រិតនៅឡើយហើយជា technology ថ្មីដែលមនុស្សគ្រប់គ្នាព្យាយាមបង្កើតវាបន្ទាប់ពី AI ហ្នឹងហើយបន្ទាប់ពី AI អញ្ចឹងខ្ញុំគិតថានេះជាដំណឹងល្អសម្រាប់ខាងវិស័យអចលនទ្រព្យយើងណាហើយសង្ឃឹមថាតិចទៀតខ្ញុំលោកអាច back ទៅជាពេលខ្លះទៅក្នុងវិស័យហ្នឹងដែរអញ្ចឹងអូខេវីដេអូថ្ងៃហ្នឹងមានតែឈៀលប៉ុណ្ណឹងទេសម្រាប់ព័ត៌មាន new technology ទៅលើ blockchain ដែលដាក់ទៅលើខាងឯកសារខាងក្រសួងដែនដីខាងប្លង់យើងអរគុណច្រើនបាយបាយអរគុណបាយបាយ